បាទជំរាបសួរលោកគ្រូនិងសួស្តីមិត្តភ័ក្តិទាំងអស់គ្នាមកថ្ងៃនេះខ្ញុំសូមបង្ហាញពីការfetch Microsoft account ដែលយើងផ្លេចទៅលើ pin ឬក៏ password អីគឺយើងអាចreset ឬក៏ fetch វាបានដែលយើង login ប្រើប្រាស់វិញបានដំបូងគឺខ្ញុំធ្វើ test នៅលើកម្មវិធី VMware ដែលជា virtual machine ហើយអានេះគឺជាប្រភេទ local account ណាហើយយើងជាដំបូងគឺយើងចូលទៅបង្កើតទៅលើ Microsoft account មួយសិនបាទយើងចូលទៅកាន់ setting បន្តមកទៀតគឺយើងចូលទៅកាន់ account ប៉ុន្តែយើងត្រូវមក sign in កន្លែងនេះបើសិនជាយើង sign in កន្លែងនេះមានន័យថាវាជា local account ដដែលគឺយើងចូលមក sign in នៅកន្លែង add user នេះហើយបន្ទាប់មកគឺយើង add user account កន្លែងនេះគឺយើងអាចregister ឬក៏ sign in នៅលើ Microsoft account យើងផ្ទាល់បាទហើយយើងប្រើបានហត់គឺអត់អីទេចឹងខ្ញុំសូម sign in នៅ Gmail account nàyខ្ញុំដល់ទីសិនបាទបន្ទាប់ពីការដាក់ Microsoft account ចូលគឺយើងត្រូវការចូលទៅដើម្បី sign out ទៅលើ local account នឹងចេញសិនដល់ពេលមកដល់ផ្ទាំងនេះយើងវិញគឺយើងអាចឃើញហ្នឹងបាទគឺយើងមានជាប្រភេទលើនេះគឺជាប្រភេទ local account ហើយមួយនេះគឺជា Microsoft account ឥឡូវយើងធ្វើការ login ទៅកាន់Microsoft account សិនតោះមកយើងគឺការ sign in code អំណាចនេះគឺយើងធ្វើការចុច next មកបាទមកដល់ផ្ទាំងនេះរៀង slow បន្តិចបាទយើង decline Microsoft បើ5 decline ទៀតចឹងម្ដងនេះគឺរៀង slow បន្តិច loading នឹងយូរបន្តិចបាទតោះមកយើងចូល accept គឺយើងចូលមកកាន់ប្រភេទជា Microsoft account យើងហើយបាទតែនៅក្នុងនេះគឺជាប្រភេទ Microsoft account ហើយយើងគឺមាន user នេះជាប្រភេទ local accountនេះគឺយើងមានពីរបែបនេះក្រោមនេះគឺជា local account ហើយខាងលើនេះគឺជា Microsoft account ដែលយើងបានបង្កើតមុនហ្នឹងចឹងយើងត្រូវយើងក្នុងការ fetch Microsoft account គឺយើងតម្រូវឲ្យយើងទុកតែ Microsoft account មួយបានហើយនឹងមាន Gmail យើងមិនបាច់មាន local account ទៀតទេចឹងយើងធ្វើការទៅ remove local account ហ្នឹងចេញសិនបាទ
អូចាំតិចចង់យើងត្រូវការចូលទៅកាន់ computer management បន្ទាប់មកទៀតគឺយើងយកទៅកាន់ local and user group ហើយយើងយក user ហើយនេះគឺជា Microsoft account យើងហើយនេះគឺជា account local account ហ្នឹងគឺយើងអាច delete វាបានគឺយើង right click ហើយយើងគឺចុច delete ការ apply វាអត់ទាន់បានគឺដោយសារតែយើងអត់ទាន់បាន run ទៅលើការ change ទៅលើMicrosoft Management យើងដំបូងគឺយើងចូលទៅកាន់ Computer Management ដដែលគឺយើង search ទៅកន្លែង Windows បន្ទាប់មកគឺយើង right click ហើយយើងយកពាក្យថា Run as Administrator បាទប៉ុណ្ណឹងហើយយើងចុចពាក្យថា Yes